ត្តកំពង់ធំបើកកិច្ចប្រជុំគណៈមេប្រយោគសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង10សីហា2026នៅថ្ងៃទី8ខែសីហាឆ្នាំ2026ខេត្តកំពង់ធំបានរៀបចំកិច្ចប្រជុំគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកំពង់ធំសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី10ខែសីហាឆ្នាំ2026ដើម្បីផ្សព្វផ្សាយនិងណែនាំអំពីទូនីតិភារកិច្ចនិងវិធានការសំខាន់ៗក្នុងការធានាឲ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូនត្រឹមត្រូវយុត្តិធម៌តម្លាភាពនិងស្របតាមគោលការណ៍របស់ក្រសួងអប់រំយុវជននិងកីឡាកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតជួនជីវិនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកំពង់ធំនិងឯកឧត្តមនួនផារតអភិបាលខេត្តកំពង់ធំព្រមទាំងគណៈមេប្រយោគគណៈកម្មការនានានិងអ្នកពាក់ព័ន្ធក្នុងការរៀបចំការប្រឡងជាមួយគ្នានេះឯកឧត្តមហានកុសលអភិបាលរងខេត្តកំពង់ធំបានសម្ដែងការគាំទ្រនិងប្រាជ្ញាសហការយ៉ាងពេញទំហឹងជាមួយក្រសួងអប់រំយុវជននិងកីឡានិងគណៈមេប្រយោគដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពនិងបរិយាកាសល្អប្រសើរសម្រាប់ដំណើរការប្រឡងនៅតាមមណ្ឌលប្រឡងក្នុងខេត្តកំពង់ធំឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានកងកម្លាំងមានសមត្ថកិច្ចមន្ត្រីពាក់ព័ន្ធនិងគ្រប់ភាគីទាំងអស់បន្តសហការគ្នាឲ្យបានល្អដើម្បីសម្រួលដល់ការធ្វើដំណើររក្សាសន្តិសុខសណ្ដាប់ធ្នាប់និងជួយសម្រួលដល់បេក្ខជនអាណាព្យាបាលនិងអ្នកពាក់ព័ន្ធក្នុងអំឡុងពេលប្រឡងក្នុងឱកាសនោះឯកឧត្តមបណ្ឌិតជួនជីវិនបានមានប្រសាសន៍សំណេះសំណាលនិងណែនាំដល់គណៈមេប្រយោគនិងគណៈកម្មការប្រឡងទាំងអស់ឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តទូនីតិភារកិច្ចនិងបទបញ្ញត្តិពាក់ព័ន្ធនឹងការប្រឡងឯកឧត្តមបានគូបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសណ្ដាប់ធ្នាប់វិន័យសីលធម៌វិជ្ជាជីវៈអព្យាក្រឹតភាពនិងការទទួលខុសត្រូវដើម្បីធានាថាបេក្ខជនទាំងអស់ទទួលបានឱកាសស្មើគ្នានិងការប្រឡងប្រព្រឹត្តទៅដោយយុត្តិធម៌ឯកឧត្តមក៏បានណែនាំឲ្យគណៈមេប្រយោគនិងគណៈកម្មការប្រឡងអនុវត្តតាមនីតិវិធីនិងសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាឲ្យបានម៉ឺងម៉ាត់ព្រមទាំងត្រូវពិនិត្យនិងដោះស្រាយបញ្ហាដែលអាចកើតមានក្នុងដំណើរការប្រឡងដោយមានការទទួលខុសត្រូវនិងប្រកបដោយតម្លាភាព